ជំរាបសួរអ្នកទាំងអស់គ្នាយើងឃើញថាបញ្ហាសន្តិសុខពិភពលោកសពថ្ងៃនេះគឺមានភាពរញ៉េរញ៉ៃខ្លាំងមែនទែនឃើញថាពិភពលោកសពថ្ងៃនេះគឺកាន់តែគ្មានសន្តិភាពធ្នាប់បណ្ដាហើយនិងវឹកវរកាន់តែខ្លាំងបន្តិចម្ដងហើយនៅពេលនេះបើយើងនិយាយទៅគឺថាចិត្តដល់វគ្គត្រីធំស៊ីត្រីតូចហើយត្រីតូចស៊ីកូនកំពឹសណាហើយចំណែកឯកូនកំពឹសវិញគឺដើរស៊ីសារាយយើងឃើញថាក្រៅពីចំនួនកម្ពុជាថៃដែលកំពុងតែនៅតានតឹងនៅឡើយហ្នឹងបើសិនបើយើងកលែកទៅមើលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនវិញគឺនៅតែបន្តកាន់តែក្តៅកគុកដដែលគឺអត់ទាន់មានភាពស្រាក់ស្រានទេបើទោះបីជាលោកដូណាល់ត្រាំនឹងស្វះស្វែងចូលអន្តរាគមន៍ជាច្រើនលើកច្រើនសារក៏ដោយហើយឥឡូវហ្នឹងដ្រូនស៊ើបការពិសេសរបស់រុស្ស៊ីហ្នឹងក៏ឧស្សាហ៍ហោះចូលឆ្លងទៅក្នុងទឹកដីប៉ូឡូញដែរខណៈដែលរដ្ឋាភិបាលប៉ូឡូញហ្នឹងក៏បានបាញ់ទម្លាក់អស់ជាច្រើនគ្រឿងកាលពីខែមុនណាអញ្ចឹងយើងឃើញថារុស្ស៊ីហ្នឹងគឺនៅតែខ្លាំងដដែលហើយយើងងាកមកមើលអាមេរិកវិញអាមេរិកសប្តាហ៍នេះគឺកំពុងតែត្រៀមផែនការវាយប្រទេសចំនួន2ក្នុងពេលតែមួយណាគឺបានពិភាក្សាគ្នារួចហើយក្នុងការចង់វាយប្រទេសពីរហ្នឹងទី1គឺវេណេស៊ុយអេឡាហើយទី2គឺប្រទេសនីសេរីយ៉ាទី1គឺក្រោមហេតុផលឧក្រិដ្ឋកម្មគ្រឿងញៀននិងភេរវកម្មហើយចំណែកឯមួយទៀតនោះគឺចោទពីបទសម្លាប់រង្គាលអ្នកកាន់សាសនាគ្រិស្តគឺប្រទេសទាំងពីរហ្នឹងគឺកំពុងតែមានការសម្លាប់រង្គាលចំពោះអ្នកដែលកាន់សាសនាគ្រិស្តណាហើយម្យ៉ាងទៀតអាមេរិកមួយរយៈចុងក្រោយនេះគឺកំពុងតែសម្រុកចរចាលក់អាវុធបានច្រើនមែនទែនគឺច្រើនខ្លាំងមែនទែនជាពិសេសហ្នឹងគឺទៅខាងអារ៉ាប៊ីសាអូឌីតនិងឥណ្ឌារាប់ចាប់តាំងពីយន្តហោះ F-35 ប្រព័ន្ធការពារដែនអាកាស Patriot រហូតដល់ទៅប្រព័ន្ធបាញ់មីស៊ីលប្រព័ន្ធកំភ្លើងធំហើយនិងគ្រាប់កំភ្លើងគឺជាច្រើនខ្លាំងមែនទែនចំណែកឯយើងកលែកទៅមើលមហាយៈចិនវិញគឺកំពុងតែឆ្វែលកលឹងក្នុងសមុទ្រចិនខាងត្បូងហើយបានគម្រាមវាយយកកោះតៃវ៉ាន់ហើយអាចនឹងវាយទៅដល់ជប៉ុនទៀតប្រសិនបើប្រទេសនេះហ៊ានលូកដៃចូលជួយតៃវ៉ាន់ក្នុងអំឡុងពេលដែលចិននឹងប្រើប្រតិបត្តិការយោធានៅក្នុងកោះតៃវ៉ាន់ចំណែកឯអ៊ីស្រាអែលវិញគឺកំពុងតែចង់វាយផ្ដាច់យកប៉ាឡេស្ទីនហើយគឺមិនអោយបង្កើតរដ្ឋប៉ាឡេស្ទីនទេដោយចោទពួកហាម៉ាស់ថាបានសម្លាប់រង្គាលប្រជាជនស្លូតត្រង់និងមិនព្រមធ្វើតាមសំណើនិងគោរពបទជប់បាញ់ទេយើងក៏មិនដឹងច្បាស់ដែរត្រង់ហ្នឹងណាខាងប៉ាឡេស្ទីនចោទថាអ៊ីស្រាអែលនឹងរំលោភបទជប់បាញ់ចំណែកឯអ៊ីស្រាអែលចោទខាងហាម៉ាស់នឹងថារំលោភបទជប់បាញ់អញ្ចឹងចោទគ្នាទៅវិញទៅមកទេប៉ុន្តែអ្វីដែលមិនអាចប្រកែកបាននោះគឺអ៊ីស្រាអែលហាមផ្ដាច់មិនអោយបង្កើតរដ្ឋប៉ាឡេស្ទីនទេគឺអ៊ីស្រាអែលចង់វាយផ្ដាច់យករដ្ឋនឹងមកគ្រប់គ្រងតែម្ដងអត់ឲ្យមានរដ្ឋប៉ាឡេស្ទីនកើតឡើងទេចំណែកឯឥណ្ឌានិងប៉ាគីស្ថានវិញប្រហែលថ្ងៃមុននេះគឺកំពុងតែប្រជុំមុខដាក់គ្នាខ្លាំងមែនទែនបន្ទាប់ពីមានបទជប់បាញ់របស់លោកដូណាល់ត្រាំមួយរយៈក្រោយមកក៏បានសម្រួលគ្នាវិញទៅជាចុងក្រោយយើងក៏លេចទៅមើលការព្យាយាមធ្វើបដិវត្តនៅអាស៊ីវិញម្ដងរួមមានដូចជាបង់ក្លាដេសនេប៉ាល់ឥណ្ឌូនេស៊ីហ្វីលីពីនគឺសុទ្ធតែមានបាតកម្មហើយព្យាយាមផ្ដួលរំលំរដ្ឋាភិបាលបើទោះបីជាឥឡូវហ្នឹងរៀងស្រាកស្រានជាងមុនខ្លះក៏ដោយខណៈដែលសង្គ្រាមស៊ីវិលនៅភូមាហ្នឹងគឺមិនបានថមថយទេគឺកាន់តែឡើងកម្ដៅទៅហើយប្រហែលថ្ងៃមុននេះគឺមានការផ្លោងគ្រាប់ចូលក្នុងទឹកដីថៃផងសង្គ្រាមនៅភូមាណាដែលធ្វើឲ្យផ្ទះពលរដ្ឋប្រហែលជា6-7ផ្ទះហ្នឹងគឺត្រូវបានខូចខាតទាំងស្រុងក៏ប៉ុន្តែมันមានរបាយការណ៍ថាប្រជាជនថៃហ្នឹងគឺរងរបួសឬក៏ស្លាប់នោះទេអញ្ចឹងយើងសរុបសេចក្តីមកសេដ្ឋកិច្ចពិភពលោកហ្នឹងគឺកាន់តែយ៉ាប់យ៉ឺនខ្លាំងមែនទែនហើយសង្គ្រាមជាច្រើនគឺបានកើតឡើងហើយនឹងខ្លះទៀតក៏កំពុងតែរកលនឹងផ្ទុះឡើងដែរអញ្ចឹងស្ថិរភាពរបស់ពិភពលោកសពថ្ងៃនេះគឺមិនល្អទេគឺយ៉ាប់យ៉ឺនខ្លាំងមែនទែនអត់មានស្ថិរភាពទេដូច្នេះហើយតម្លៃមាសនឹងនៅតែបន្តកើនឡើងហើយអចលនទ្រព្យនៅជុំវិញពិភពលោកនឹងនៅតែបន្តដាំក្បាលចុះដដែលគឺងើបមិនរួចទេគឺជំុចកប់ផុកចូលទៅជ្រៅមែនទែនសម្រាប់វិស័យអចលនទ្រព្យក៏ប៉ុន្តែតម្លៃមាសគឺនឹងនៅតែផ្ទុះឡើងគឺมันអាចចុះមកវិញទេតម្លៃមាសដោយសារអីដោយសារស្ថានភាពស្ថិរភាពរបស់ពិភពលោកនឹងគឺมันមានស្ថិរភាពទេដោយដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងក្រៅទៅពីសង្គ្រាមកម្ពុជាថៃនឹងគឺនៅមានសង្គ្រាមច្រើនមែនទែននៅលើពិភពលោកដែលមិនទាន់ដោះស្រាយបានអញ្ចឹងអត់មានស្ថិរភាពទេអញ្ចឹងហើយសូមបងប្អូនមេត្តាចាយវាយដោយសន្សំសំចៃកុំខ្ជះខ្ជាយផ្ដេសផ្ដាស់ពេកហើយនឹងជួយមើលថែសុខភាពខ្លួនឯងផងដើម្បីនៅបន្តតាមដានស្ថានភាពពិភពលោកថាតើវានឹងទៅជាយ៉ាងណាអូខេអ្នកទាំងអស់គ្នាថ្ងៃនេះគឺពីខ្ញុំទៅមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាដល់ចប់អញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share ហើយនឹងជួយ follow និង subscribe ខ្ញុំម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ